ជាការផ្ដាំផ្ញើរបស់ខ្ញុំកណាអាត្មាសូមតែពិតប្រកេនថាយើងរស់នៅលើទឹកដីណាយើងកើតនៅលើទឹកដីណាសូមធ្វើការដឹងគុណលើទឹកដីនោះលើទឹកដីដែលយើងបានកើតលើទឹកដីដែលយើងកំពុងតែរស់នៅកណារឿងរ៉ាវទាំងអស់ហ្នឹងយើងឈឺចាប់ណាស់ហើយកន្លងមកយើងត្រូវការជាតិតែពេលនេះគឺជាពេលមួយដែលជាតិត្រូវការយើងបញ្ឈប់រាល់សំណួរទាំងអស់ដែលយើងធ្លាប់សួរថាតើរាល់ថ្ងៃនេះជាតិបានជួយអីខ្លះដល់យើងតែទៅសួរខ្លួនឯងវិញតើបានជួយអីខ្លះដល់ជាតិតើបានធ្វើអ្វីខ្លះដើម្បីជាប្រយោជន៍ដល់ជាតិណាសួរខ្លួនឯងតាក់ទងពីចំណុចទាំងអស់ហ្នឹងកណាហើយបើសួរឲ្យឃើញចម្លើយហើយដឹងថាកន្លែងណាដែលយើងមិនទាន់ធ្វើមិនទាន់សងគុណដល់ជាតិធ្វើទៅចូលរួមចំណែកទៅណាគ្រប់គ្នាទាំងអស់ការសាមគ្គីនេះជាកម្លាំងដ៏ធំមួយនៅប្រទេសជាតិមួយបើថាបែកបាក់សាមគ្គីផ្ទៃក្នុងហើយខាងក្រៅគឺងាយឈ្លានពានណាប៉ុន្តែបើសិនជាកម្លាំងពីខាងក្រៅនឹងខ្លាំងប៉ុណ្ណាក៏ដោយប៉ុន្តែយើងមានកម្លាំងពីខាងក្នុងណាដោយការគ្រប់គ្រងទាំងជួរមុខជួរក្រោយហ្នឹងគឺមានកម្លាំងស្មារតីជាតិតែមួយណាដូចគ្រប់បណ្ដាសាសនាទាំងអស់ណាគ្រប់បណ្ដាស្ថាប័នទាំងអស់គ្រប់បណ្ដាបកនយោបាយទាំងអស់ប្រជាជនជាមួយរដ្ឋាភិបាលណាគ្រប់ព្រះអង្គគ្រប់គ្នាទាំងអស់មានការសាមគ្គីជាតិតែមួយសត្រូវអត់អាចឈ្លានពានអត់អាចធ្វើអីយើងបានទេប៉ុន្តែនៅពេលដែលយើងបាត់បង់ណាសាមគ្គីភាពនៅពេលដែលយើងអស់នៅភាពសាមគ្គីពេលនោះហើយញាតិញោមសត្រូវគឺងាយនឹងឈ្លានពានយើងជាទីបំផុតអញ្ចឹងជាការផ្ដាំផ្ញើពិតប្រកេនកណ្ដាគុណចាស់ក៏ដូចជាបងប្អូនជនរួមជាតិខ្មែរយើងទាំងអស់សូមមាននៅការសាមគ្គីក៏ដូចជាការដឹងគុណចំពោះប្រទេសជាតិចំពោះទឹកដីដែលយើងកំពុងរស់នៅក៏ដូចជាទឹកដីកំណើតរបស់យើងដែលគ្រប់ព្រះអង្គគ្រប់គ្នាសូមអរគុណនិងអរគុណ